សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះអូននឹងជួបជាមួយអ្នកគ្រូនៅក្នុងលំហាត់មេរៀនទី1សម្រាប់ថ្នាក់ទី9របស់យើងណាអូនតកតទៅនឹងចំនួនអក្សរនិទាននឹងចាអូនចាំទេនិយមន័យចំនួនអក្សរនិទានយើងអូនចាគឺជាចំនួនដែលជាប់រឌីកាល់ហើយរឌីកាល់យើងអាចជាឫសទី2ឬទី3ឡើងទៅអញ្ចឹងចាមានថាវាមិនអាចបញ្ចេញមកក្រៅបានណាចាឥឡូវអ្នកគ្រូនឹងមានឧទាហរណ៍មួយនេះអ្នកគ្រូនឹងមានឧទាហរណ៍មួយគេឲ្យចំនួន a បូក b ផតបូក2តួណាហើយ a បូក b ហ្នឹងគឺវាស្មើ2បូកនឹងឫស3និង ab មានន័យថា a គុណនឹង b ស្មើនឹងឫស3លើ2ចាអញ្ចឹងតាមសមត្ថកម្មប៉ុណ្ណឹងគេឲ្យយើងគណនាកន្សោម a យើងនេះដែលមានតម្លៃស្មើនឹង2កតាឲ្យ a ការ៉េ b បូកនឹង ab b ការ៉េចាចំណែកខវិញកន្សោម b យើងគឺស្មើនឹង3លើ2កតាឲ្យ1លើ a បូកនឹង1លើ b អាចារ្យតើយើងកុំឲ្យរងចាំយូរយើងចូលមកធ្វើការដោះស្រាយតែម្ដងចំពោះខ្ទង់ករបស់យើងនេះកន្សោម a យើងហ្នឹងយើងគ្រាន់តែជំនួសចូលទៅតាមអ្វីដែលគេប្រាប់មកតែកាន់ឲ្យងាយស្រួលហ្នឹងគឺយើងអាចពិនិត្យមើលថាតើកន្សោមនេះអាចមានអីដែលយើងយកជាកត្តាចេញបានយើងចាប់ចេញក្រៅបានអញ្ចឹងណាអូនជួយពិនិត្យមើលគ្នាចាអញ្ចឹងខាងក្នុងហ្នឹងវាមាន a ការ៉េ b វាមាន a b ការ៉េមាន2តួអូនពិនិត្យមើល2តួហ្នឹងមានអីដូចគ្នាដែលយើងអាចចេញក្រៅបានចាគឺអាចយក a b ចេញក្រៅបានជាកត្តាបានអញ្ចឹងតួទី1យើងនេះវា a ការ៉េ b ឥឡូវយើងយក a ហើយ b ចេញយក a មួយចេញ b មួយចេញសល់លេខខាងក្នុងអូនចានៅសល់ a មួយបូកអានេះវិញ a នេះយើងយកចេញក្រៅហើយ b នេះវា2នេះ a b ការ៉េយកអស់មួយហើយអញ្ចឹងសល់លេខគេអូនចាគឺសល់ b អញ្ចឹងអូនពិនិត្យមើលតែយើងអាចចំនួនតម្លៃលេខចូលបានណា2នេះនៅដដែលមកអូនមើលនេះ ab នេះគឺម៉ាំធីគុណណាអូននេះ ab នេះគេឲ្យមកថាម៉ានចាឬ3លើ2អញ្ចឹងយើងដាក់ចំនួន ab ហ្នឹងដោយឬ3លើ2កន្លែងនេះគឺម៉ាំធីគុណណាអូនចាកតាឲ្យនេះ a បូក b យើងម៉ានដែរប្រធានយើងអូនតោះ a បូក b ដាក់ម៉ានចូលដែរអូនចាគឺ2សំទោសគឺ2បូកឬ3អញ្ចឹង2គុណហើយឬ3លើ2នេះយើងសម្រួលចោលបានអូនណាសល់ឬ3 2បូកឬ3តើយើងកណនីម៉ាំធីគុណមកយើងគុណចូលមកវាបាន2ឬ3បូកនឹង3ចាឬ3នេះគុណនឹង2នេះគឺ2ឬ3ឬ3គុណឬ3នេះវាទៅបានជាឬ3លើកជាការ៉េយើងសម្រួលចោលសល់3ឬក៏ឬ3គុណនឹងឬ3វាស្មើនឹងឬ9យើងចេញមកបាន3អូខេចាអញ្ចឹងយើងបានចម្លើយមួយឥឡូវយើងបន្តមកខ្ទង់ b ម្ដងកន្សោម b យើងម្ដងចាអញ្ចឹងកន្សោម b យើងចាប់ផ្ដើមពិនិត្យមើលរបស់យើងគឺមានតម្លៃស្មើនឹង3លើ2សេពរៀងរបស់កន្សោមយើងមកសិនបន្ទាប់មកតួនេះគឺ1លើ a បូក1លើ b នេះវាទម្រង់ប្រភេទអញ្ចឹងយើងតម្រូវភាគបែងវាសិនចាអញ្ចឹងតម្រូវភាគបែងវាអូនមើលភាគបែងរួមវាគឺអីគេចាគឺ ab អញ្ចឹង ab ភាគបែងយើងគុណនឹង b ភាគយកយើងគុណនឹង b ដែរបូកចាបូក ab អញ្ចឹងនេះយើងមាន b ហើយអញ្ចឹងយើងគុណនឹង a ចុះភាគយកយើងគុណនឹង a ដែរយើងកណនីបន្តទៀតមកចាអញ្ចឹង3លើ2យើងនៅដដែលអូនពិនិត្យមើលភាគបែងដូចគ្នាណាចាអញ្ចឹងយើងទុកភាគបែងនៅដដែលយើងកណនីទៅភាគយក b បូក a នេះគ្រូអាចដាក់ថា a បូក b ក៏បានដូចអូនណាដូចគ្នាទេឥឡូវយើងចាប់ផ្ដើម
ចំនួន3លេខចូលបានណាពីព្រោះគេមានប្រាប់យើង a បូក b ហើយនិង a គុណ b ឥឡូវ a បូក b យើងអូនមើល a បូក b យើងនេះដដែលរបស់យើងទេ a បូក b យើងនេះភាគយកយើងនេះហើយភាគបែងយើង a គុណ b យើងចំនួនតម្លៃចូលមក a បូក b យើងគឺ2បូកឬ3ចាដល់ពេល a គុណ b យើងគឺឬ3នៅលើ2ចាតោះយើងបន្តទៀតអានេះរបស់យើងគឺ3លើ2ដដែលបានទីគុណរបស់យើងណាអូន2បូកឬ3នៅលើឬ3លើ2នេះវាបានទីចែកណាអញ្ចឹងអូនអាចសរសេរមកជាបានទីចែករបស់យើងធម្មតាអញ្ចឹងមកអូនអាចដាក់ថា2បូកឬ3ហ្នឹងភាគបែងវា1ហើយបានទីចែកយើងដូរមកគុណហើយយើងចម្រាស់វាវិញកន្លែងនេះម្ដុំនេះយើងអាចសរសេរបានថាអាហ្នឹងវា2បូកឬ3ចែកនឹងឬ3លើ2យើងអាចចម្រាស់វាមកឲ្យស្រួលគិតអញ្ចឹង2បូកឬ3ហ្នឹងភាគបែងវា1ចាភាគបែងវា1ហើយវាមិនទីចែកយើងបដូរមកគុណចម្រាស់អញ្ចឹងឬ3លើ2ចម្រាស់មក2លើឬ3វិញចាយើងចាប់ផ្ដើមទៅមិនទីគុណយើងគឺភាគយកគុណភាគយកភាគបែងគុណភាគបែងនេះអូនមើលអានេះ2និង2យើងអាចសម្រួលចោលបាននេះ2ឬ2អាចសម្រួលចោលបានចាអញ្ចឹងយើងនៅសល់ភាគយកយើងគឺ3កតាឲ្យ2បូកឬ3ហើយភាគបែងយើងគឺឬ3យើងអាចគុណបញ្ចូលទៀតមកចាភាគបែងយើងឬ3នៅដដែលយើងគុណមកឃើញ6បូក3ឬ3យើងត្រូវបំបត្តិរតិកាភាគបែងទៀតអញ្ចឹងភាគបែងយើងឬ3យើងចង់បាត់វាគឺយើងត្រូវតែគុណនឹងឬ3នេះអញ្ចឹងភាគបែងយើងគុណឬ3ភាគយកយើងក៏គុណនឹងឬ3ដែរហើយភាគយកយើងវាមាន6បូក3ឬ3ទៀតចាអញ្ចឹងអូនយើងគុណពលាតធម្មតាទៀតមកភាគបែងយើងឬ3គុណឬ3ស្មើ3ឯងដល់នេះយើងគុណចូលមកយើងគុណវាចូលមកក្នុងមកវាទៅជា6ឬ3បូកឲ្យនឹង9បូកនឹង9ណាអូនដោយសារតែឬ3គុណឬ3វាស្មើ3គុណ3នេះ9ក្រោយបំផុតយើងអាចដាក់វាជាគុណកតាវិញមើលព្រោះយើងអាចសម្រួលបានតទៀតមើលភាគយកយើងវាមានមេគុណ6និង9អូនអាចយកមិនចេញបានចាគឺយក3អញ្ចឹងយក3 6យើងសល់2ឬ3ហើយ9យើងគឺសល់3ហើយភាគបែងយើង3អញ្ចឹង3លើ3ក្រុមយើងចែកទៅអស់យើងសល់2ឬ3បូកនឹង3ជាចម្លើយចុងក្រោយរបស់យើងចាកន្លែងណាមិនច្បាស់អូនអាចអស់ទៅអស់មកមើលឡើងវិញបាននេះគឺជាការចំនួនតម្លៃកន្សោមចូលដោយតាយើងត្រូវតម្រូវភាគបែងវាសិនយើងត្រូវដាក់វិជ្ជាគុណកតាសិនមកដើម្បីវាចូលរៀងដោយប្រធានគេឲ្យយើងនេះជាសមត្ថកម្មនេះដើម្បីយើងកណនីបានណាអូនចាអរគុណច្រើន